យើងមកកំណែកម្រងកិច្ចការផ្ទះគណិតវិទ្យាយ៉ាងតទៀតក្នុងមេរៀនទី2ចំនួនទិដ្ឋភាពចំណុចលេខ3ចំនួនទិដ្ឋភាពមានតម្លៃស្មើគ្នាសូមពិនិត្យមើលផ្នែកកនេះគេឲ្យយើងចូលបំពេញចន្លោះខាងក្រោមមានឧទាហរណ៍ទី1ចឹងសង្កេតមើលរូបភាពនេះជារូបការ៉េតែគេបែងចែកជា10ចំណែកស្មើគ្នាហើយគេគូសយកតែ2ចំណែកនេះទេអញ្ចឹងបើសិនជារូបភាព2/10ហើយបើគិតជាចំនួនទិដ្ឋភាពគឺ 0.2 ចំពោះការ៉េមួយនេះគេបំបែកវាជា100ចំណែកហើយគេគូសយក20ចំណែកអញ្ចឹងបើសិនជាចំនួនទិដ្ឋភាពស្មើនឹង 0.20 ដោយសង្កេតតាមរូបភាពយើងឃើញថា 0.2 នេះវាស្មើគ្នាជាមួយនឹង 0.20 អញ្ចឹងមានន័យថាចំនួនទិដ្ឋភាពទាំងពីរនេះមានតម្លៃស្មើគ្នាចំពោះឧទាហរណ៍ទី2 0.9 ត្រូវបំពេញ 0.90 ហើយក៏ស្មើគ្នានឹង 0.900 ដែរ 12.000 ចឹងស្មើគ្នានឹង 12.00 ហើយក៏ស្មើគ្នានឹង 12.0 ហើយក៏ស្មើនឹង12គត់ដែរចំណុចលេខ2នេះគេសួរជាសំណួរថាតើលេខ0បន្តពីក្រោយលេខនៅផ្នែកទិដ្ឋភាពធ្វើឲ្យចំនួនទិដ្ឋភាពផ្លាស់ប្ដូរតម្លៃឬទេយើងដឹងហើយទោះជា0នឹងប្រមាណដងឲ្យតែនៅក្រៅចំណុចទិដ្ឋភាពគឺវានៅតែតម្លៃដដែលអញ្ចឹងមានន័យថាมันផ្លាស់ប្ដូរទេចំណុចបន្តគេឲ្យយើងបំពេញចន្លោះខាងក្រោមដោយកបង្គុត 2.362 ត្រឹមខ្ទង់ភាគរយអញ្ចឹងយើងត្រូវរកខ្ទង់នីមួយៗសិនអញ្ចឹងយើងមើលថាលេខ3នេះខ្ទង់ភាគ10 6ខ្ទង់ភាគរយ2ខ្ទង់ភាគពាន់អញ្ចឹងបើគេបង្គុតខ្ទង់ភាគរយយើងត្រូវទៅមើលខ្ទង់ភាគពាន់អញ្ចឹងគេប្រាប់យើងថានៅខ្ទង់ភាគពាន់មានតួលេខ2អញ្ចឹងយើងត្រូវបង្គុតចុះដូចនេះ 2.362 បង្គុតត្រឹមខ្ទង់ភាគរយគឺ2.360 ឬក៏2.36ព្រោះពីរហ្នឹងវាមានតម្លៃស្មើគ្នាបង្គុត 15.385 ត្រឹមខ្ទង់ភាគ10អញ្ចឹងយើងមើលលេខ3នេះស្ថិតនៅខ្ទង់ភាគ10លេខ8ស្ថិតនៅខ្ទង់ភាគរយបើយើងបង្គុតខ្ទង់ភាគ10យើងមើលខ្ទង់ខាងស្ដាំវាគឺខ្ទង់ភាគរយអញ្ចឹងខ្ទង់ភាគរយមានតួលេខ8យើងត្រូវបង្គុតឡើងដូចនេះ 15.385 បង្គុតត្រឹមខ្ទង់ភាគ10គឺ 15.400 ឬក៏ 15.4 លេខ3តើការបង្គុតចំនួនទស្សភាគដូចគ្នានឹងការបង្គុតចំនួនអ្វីដែរគឺការបង្គុតចំនួនទស្សភាគដូចគ្នានឹងការបង្គុតចំនួនគត់ដែរខ្ញុំចូលទៅដល់ផ្នែកខមួយគេឲ្យយើងចុះបំពេញចន្លោះជាចំនួនទស្សភាគស្មើគ្នាក 0.8 ចឹងចំនួនទស្សភាគដែលស្មើគ្នានឹង 0.8 គឺ 0.80 ហើយក៏ស្មើគ្នានឹង 0.800 ដែរខ 56.7 ចឹងស្មើនឹង 56.70 ហើយក៏ស្មើនឹង 56.700 ដែរចំណុចលេខ2ចូលបង្គុតចំនួនខាងក្រោមត្រឹមខ្ទង់ភាគ10និងខ្ទង់ភាគរយក8.547ចឹងបើយើងបង្គុតខ្ទង់ភាគ10យើងដឹងថាលេខ5នេះនៅខ្ទង់ភាគ10ប៉ុន្តែយើងត្រូវទៅមើលខ្ទង់ខាងស្ដាំវាគឺខ្ទង់ភាគរយដែលជាលេខ4អញ្ចឹងមើលលេខ4នេះត្រូវបង្គុតចុះខាងក្រោយនេះគឺ0ទាំងអស់អញ្ចឹងបើបង្គុតត្រឹមខ្ទង់ភាគ10យើងទទួលបាន 8.500 ហើយបើបង្គុតត្រឹមខ្ទង់ភាគរយយើងត្រូវទៅមើលខ្ទង់ភាគពាន់ដែលជាលេខ7នេះអញ្ចឹងបើលេខ7នេះបង្គុតឡើងទៅខាងមុខមួយបន្ថែមទៀតយើងទទួលបានចំនួន 8.550 ខ 234.605 អញ្ចឹងបើយើងបង្គុតខ្ទង់ភាគ10យើងមើលខ្ទង់ភាគរយដែលជាលេខ0អញ្ចឹង0បង្គុតចុះអញ្ចឹងអានេះក៏0នេះក៏0យើងទទួលបានចំនួន 234.600 ហើយបើបង្គុតត្រឹមខ្ទង់ភាគរយវិញយើងត្រូវមើលខ្ទង់ភាគពាន់ដែលជាលេខ5អញ្ចឹងលេខ5នេះបង្គុតឡើងទៅខាងមុខមួយបន្ថែមទៀតអញ្ចឹងយើងទទួលបានចំនួន 234.610